តោះបងថ្ងៃនេះខ្ញុំសូមការឲ្យអ្នកនរគ្នាមើលហើយសម្រាប់បងអត់ទាន់ចេះឬក៏បងដែលទៅរៀនណាបងអាចមើលបានហើយព្យាយាមធ្វើមួយបើធ្វើម្ដងអត់ស្អាតបងព្យាយាមធ្វើឲ្យច្រើនដងហើយសម្រាប់ដែលខ្ញុំយកសូននេះគឺប្រភេទgel សូនប្រភេទក្រមួនណាអ្នកនរគ្នាគឺវាសាច់វារឹងហើយអត់ស្អិតដៃទេអ្នកនរគ្នាយកមកល្មមដល់មកខ្ញុំយកលុញឲ្យវាស្មើបងយកលុញមកបន្ទាប់មកបងកាត់ដូចយើងសូនការ5បងកាត់5ដុំ5ដុំហ្នឹងបងលៃធ្វើម៉េចឲ្យវាស្មើគ្នាឲ្យវាប៉ិនគ្នាកុំឲ្យតូចកុំឲ្យថោកយកមកល្មមចលាគ្នាតិចតិចបានដល់មកយើងលុញវាជាមួយចឹងណាស្រួលមួយលុញមកយើងបងចង់សូនដៃណាដៃមានយើងដាក់មកបងលុញអញ្ចឹងរហូតដល់គ្រប់5ផ្កាលុញចឹងបងតមកយើងត្រូវប្រើជក់សូនសម្រាប់យើងដាក់5ចឹងហើយយើងត្រូវស្រែធ្វើម៉េចឲ្យវាប៉ិនគ្នាស្មើគ្នាកុំឲ្យតូចកុំឲ្យធំកុំឲ្យជាប់គ្នាតមកបងសកត់វាណាសកត់វាងាយតែបើបងទៅរៀនធ្វើអីបងអាចធ្វើពីរដងបានយើងសកត់5ចឹងហើយបន្តមកយើងទាញក្បាលវាមកកដាលចឹងមកដើម្បីឲ្យផ្កាយើងមូលពេលណាដែលយើងអត់ទាញចឹងទេយើងនឹងតែផ្កាមូលបន្តមកយើងទាញស្ទាត់វាបងចង់បានរីកប៉ុណ្ណាបងទាញប៉ុណ្ណឹងណាយកជក់ហ្នឹងទាញឆ្វេងស្ដាំយើងធ្វើអញ្ចឹងរហូតដល់គ្រប់5ស្ទាត់យើងបើបានឆ្វេងស្ដាំណាឆ្វេងស្ដាំបងចង់បានប៉ុណ្ណឹងក៏បានតែខ្ញុំចង់បានស្ទាត់ផ្កាវែងអញ្ចឹងយើងទាញកតុយផ្កាមកបងដាក់ជក់ចូលកដាលទាញញ៉ាំជក់ចូលកដាលទាញស្ទាត់វាបន្តិចពួកអាសាច់ហ្នឹងរងហើយបងបាច់ខ្លាយថាធ្វើហើយខ្លាយវាហៀចូលគ្នាឬក៏វាជ្រាយអត់ទេដល់មុននឹងយើងចូលអាំងបងមើលទៅត្រូវថែមថយកន្លែងណានេះទៀតចឹងស្រីមកហើយជួយមកស្ដាំមកបងតោះមកយើងចូលអាំង